UEFA Champions League វគ្គ16ក្រុមចុងក្រោយយប់នេះមាន4គូទៀតហើយសុទ្ធតែគូសំខាន់ខ្ញុំទាយលទ្ធផលសរុបទាំង4គូនឹងតែម្ដងបងប្អូនណាបាទចឹងបងប្អូនយើងដែលយកតាមពេលខុសពេលអីហ្នឹងកុំខឹងខ្ញុំព្រោះថានេះជាការទស្សន៍ទាយទេបងប្អូនយើងអាចទស្សន៍ទាយបានដូចគ្នាដែរជាការយកគ្នារបស់ខ្ញុំនឹងការឆែកឯកសារខ្លះសម្រាប់យោងដើម្បីថាក្រុមណាតំណងជាងអ្នកណាកីឡាករលោកមិនខ្ញុំឆែកតាមហ្នឹងហើយបាទហើយក្រុមណាដែលមានទំនងលេងល្អជាងបច្ចុប្បន្ននេះបាទនៅក្នុងយុគនេះគឺមាន4គូបងប្អូនបាទ4គូហើយការប្រកួតទាំងអស់នោះការលេងនៅម៉ោង 12:45 នាទីមុនគេបើកឆាកនៅក្នុងយុគនេះគឺ Bayer Leverkusen ជាមួយនឹង Arsenal បាទលេងមុនគេបើកឆាកមុនគេគូនេះខ្ញុំថា Arsenal នឹងទៅហូប Leverkusen ដល់ក្នុងផ្ទះបាន 2-0 បាទ Arsenal នឹងឈ្នះ 2-0 ទៅលើ Bayer Leverkusen នៅក្នុងទឹកដី Leverkusen បាទគណៈដែលគូទី2បាទលេងនៅម៉ោង 3 ដល់ទៅ 3 គូឯណោះបាទដល់ទៅ 3 គូឯណោះម៉ោង 3 ណាបងប្អូនគូទី2គឺ Bodo Glimt ត្រូវតទល់ជាមួយនឹងក្រុម Sporting Lisbon គូនេះខ្ញុំថា Bodo Glimt ឈ្នះទៅលើ Sporting 2-1 ដែរក្នុងទឹកដីខ្លួនឯងបាទនៅក្នុងទឹកដីខ្លួនឯងអញ្ចឹងBodo Glimt កំពុងតែឡើងជើងខ្ញុំថា Bodo Glimt នឹងឈ្នះទៅលើ Sporting Lisbon គូទី3បាទ Paris Saint-Germain ជួបជាមួយនឹងតោ Q Chelsea ដែលជាកលោធ្ងន់ជួបកលោធ្ងន់ Chelsea លក់បំបាក់ 3-0 ទៅលើក្រុម Paris Saint-Germain នៅឯវគ្គផ្ដាច់ព្រាត់ FIFA Club World Cup នៅទឹកដីសហរដ្ឋអាមេរិកហើយ Chelsea ជាអ្នកលើកពាន Club World Cup បាទនៅមុខក្រុម Paris Saint-Germain យ៉ាងឈឺចាប់បំផុតសម្រាប់ Paris ហើយយប់នេះជើងទី1លេងនៅក្នុងទឹកដីរបស់ក្រុម Paris ខ្ញុំថាយប់នេះ Paris សងសឹកមិនបានទេមួយស្មើបាទខ្ញុំថា Paris 1 Chelsea 1បាទសងសឹកអត់បានទេ Chelsea លេងនៅ Champions League មាំណាបងប្អូនអើយមិនងាយទេមិនងាយប្រហែលទេសម្រាប់ក្រុម Chelsea បាទអញ្ចឹងខ្ញុំថាមួយស្មើគូនេះដល់ទៅគូចុងក្រោយ Real Madrid និង Manchester City ខ្ញុំបានឆែកវីដេអូខ្ញុំបានឆែកនៅកីឡាករនិងប្រវត្តិប្រកួតរបស់ក្រុមទាំងពីរនោះលំអិតអស់ហើយកីឡាកររបស់ក្រុម Real Madrid អវត្តមាន 7-8 នាក់ឲ្យណោះបងប្អូនអើយសុទ្ធតែកីឡាករល្អៗ Man City នៅពេញសាច់បាទចឹងផ្អែកទៅលើរឿងអស់នេះនឹងការប្រកួតការពិលឹកចុងក្រោយនៅក្នុងទឹកដីរបស់ក្រុម Real Madrid ហើយនៅក្នុងវគ្គនៃសន្សំបន្ទុករដូវក្តៅនោះ3ខែមុនជាងហ្នឹងបាទគឺ Man City ដាក់ 2-1 នៅក្នុងទឹកដី Real Madrid ឥឡូវនឹងកីឡាករសំខាន់ៗលោកបួសមកកាណូទៀតអវត្តមានមកកាណូទៀតបាទសម្រាប់ក្រុម Real Madrid អញ្ចឹងខ្ញុំថាគូនេះ Manchester City ជាអ្នកឈ្នះទៀតហើយបាទឈ្នះ 2-1 នៅក្នុងទឹកដីរបស់ Real Madrid ក៏ព្រោះតែ Real Madrid មានកីឡាករមិន full ពេញទេហើយទំនងលេងបច្ចុប្បន្ននេះគ្រូបង្វឹករៀងមានទំនងមិនពេញមិនច្បាស់លាស់ប្រហែលទេសម្រាប់ក្រុម Real Madrid គណៈដែល Man City តាប៉េបដឹកនាំ Man City ឡើងឆ្អែតឆ្អន់ហើយស្គាល់ Real Madrid ច្បាស់ហើយស្គាល់កីឡាករខ្លួនឯងច្បាស់ហើយមានទំនងលេងពិតប្រាកដមួយសម្រាប់ Man City អញ្ចឹងខ្ញុំថា Man City ឈ្នះ 2-1 ទៅលើក្រុម Real Madrid អញ្ចឹងសរុបមកគូទី1ខ្ញុំថានៅ Arsenal នឹងឈ្នះ 2-0 ទៅលើ Bayer Leverkusen គូទី2ខ្ញុំថា Bodo Glimt ឈ្នះ 2-1 ទៅលើក្រុម Sporting Lisbon គូទី3ខ្ញុំថា Chelsea ហើយនឹង Paris ស្មើគ្នា 1-1 នៅក្នុងទឹកដី Paris Saint-Germain គូទី4ចុងក្រោយបាទគឺ Real Madrid ចាញ់ក្រុម Man City 2-1 បងប្អូនយល់ឃើញយ៉ាងណាសូមខមមិនមក4គូខាងក្រោយនោះសូមខមមិនមកថាតើលទ្ធផលយ៉ាងណាខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនា